រៀបសួរគ្រូខ្ញុំឈ្មោះកែសង្ខេងអញ្ចឹងខ្ញុំធ្វើសម្រាប់ project របស់ខ្ញុំធ្វើពី website ដែលលោកខ្ញុំ record screen តាមនេះវាអត់ចាប់សំឡេងគ្រូអញ្ចឹងសូមអធិស្ឋានផងអូខេនេះជា code របស់ខ្ញុំដោយខ្ញុំប្រើ HTML CSS និង JavaScript ហើយប្រើ jQuery ដែរគ្រូនេះជា JavaScript ដែលខ្ញុំចងជា function តាមនឹងអញ្ចឹងយើងចូលទៅកាន់ live server របស់យើងបាទដំបូងយើងមានសម្រាប់នេះគឺជា home page របស់ខ្ញុំហើយនេះគឺជា footer ដោយ website របស់ខ្ញុំមានឈ្មោះថា Fitflix សម្រាប់លោកមនុស្សប្រុសនិងមនុស្សស្រីហើយនេះជា burger menu អធិស្ឋានផងគ្រូខ្ញុំចង់ដាក់វាជា position relative តែដោយសារពេលវេលាខើខ្ញុំធ្វើអត់តាន់គ្រូហើយនេះជា search menu គឺ search bar ខ្ញុំផ្លេច remove background នេះជា notification ដែលយើងកំពុងតែមាន 35% discount all item ហើយនេះជា account យើងបើយើងធ្លាប់ចុះឈ្មោះហើយយើងចុច login យើងវាយលេខទូរស័ព្ទ password បើមិនចឹងទេយើង connect ជាមួយ Google ឬក៏ Facebook ហើយយើងចុចប៊ូតុង login ជាការស្រេចហើយសម្រាប់ new user យើងមាន register យើង require គាត់ប្រើវាយ first name last name លេខទូរស័ព្ទហើយនិង password បើមិនចឹងទេគាត់អាច login ជាមួយនឹង Google account ឬក៏ Facebook account បានអូខេហើយនេះជា backlist របស់ខ្ញុំដែលខ្ញុំបាន add ហើយម្ដងហើយអញ្ចឹងខ្ញុំសូម remove សិនអូខេអញ្ចឹងamount នេះវា00ដោយសារខ្ញុំប្រើ JavaScript ដើម្បីគណនាវាអូខេអញ្ចឹងយើងទៅកាន់ shop main menu របស់យើងខ្ញុំបាន add 16 កៅអៅចូលក្នុងហ្នឹងអញ្ចឹងឧទាហរណ៍ខ្ញុំចង់ទិញកៅអៅនេះអញ្ចឹងយើងគ្រាន់តែចុចពីលើហ្នឹងហើយយើងអាចរើស size រើសcolor និងចំនួនអញ្ចឹងខ្ញុំចង់ទិញតែមួយទេអញ្ចឹងយើងអាច add to bag ឬក៏ buy យកគ្នាហ្មងបើយើងចុច buy ហ្មងវា load មកអញ្ចឹងដោយសារ bag យើង empty អញ្ចឹងយើងត្រូវ add to bag សិនក៏អូខេអញ្ចឹងយើង add to bag ថតខ្ញុំចង់បាន fit t-shirt នេះមួយអូខេអញ្ចឹងយើង add to bag មកអញ្ចឹងconsole របស់យើង load ថាយើងបាន add to bag ហើយអញ្ចឹងចុច OK មកអូខេអញ្ចឹងខ្ញុំចង់ shop ទៅ woman ម្ដងអូខេអញ្ចឹងខ្ញុំចង់ទិញ support នេះខ្ញុំ add to bag អូខេអញ្ចឹងពេលយើងចូល bag យើងឃើញថាយើងមានកៅអៅ2ដែលមាន color នេះហើយនឹងចំនួន1ហើយវាគណនា total amount ដែលយើងត្រូវ pay នេះគឺជាចំនួនទឹកលុយដែលយើងបាន save បន្ទាប់ពី discount 35% នេះជា delivery fee អញ្ចឹងយើងគ្រាន់តែចុច check out មកអូខេអញ្ចឹងវានឹង load item ដែលយើងបានដែលនៅក្នុង bag របស់យើងអូខេអញ្ចឹងនេះជា payment ដែលមាន ABA ឬក៏ pay តាម delivery អញ្ចឹងយើងគ្រាន់តែវាយលេខទូរស័ព្ទរបស់យើងមកហើយយើងចុច check out ជាការស្រេចអរគុណច្រើនគ្រូនេះសូមអរគុណ